យើងចូលមកក្នុងកម្មវិធី Sketch មុនផងវាឃើញចឹងហើយ tool វាក៏អត់ស្អីមានច្រើនដែរ tool វាបាត់អស់អញ្ចឹងដើម្បីចូលបើក tool វាយើងចូលកន្លែង view ហើយចុច toolbar ឬ toolbar ហើយយើងកាត់ទាំងអស់មកបាច់គេទាំងអស់ហើយយើងគ្រាន់តែនៅយើងចង់បាននេះខ្ញុំមិនដួលទេខ្ញុំយក camera ដួលដែរយកនេះដួលយកនឹងអានឹងលោកចេញ tool មកហើយខ្ញុំមិនដួលទេលោក tool ចេញមកហើយអានឹងក៏ខ្ញុំមិនដួលដែរអានឹងអត់ដួលទេចេញ tool មកហើយនេះបិទវាអស់យើងមើលក្រោមទៀតមើល sandbox នេះខ្ញុំយកវាមកដាក់ខាងនេះខ្ញុំចង់ចាប់វាចុច close in ខ្ញុំចាប់វាមកដាក់ក្នុង tool នេះបើក tool វាទៀតសិនមកឃើញទេនោះ tool review pay your take your style your standard ក៏ your your ទៀតក៏ដូចទៅនឹង your camera your អូខេឥឡូវដូចទេរួចចុច close មកប៉ុណ្្នឹងសិនបន្តទៅមកទៀតយើងនឹងរៀនអំពី comment ដែលយើងរៀនដំបូងគឺយើងរៀន comment offset អញ្ចឹងដើម្បីរៀន comment offset បានទីមួយយើងគូស rectangle មួយសិនឬគឺយើងគូស object ណាមួយសិន OEC យើងគូស OEC ទៅឲ្យច្រឡំគូសអក្សរ O គឺ circle នឹងមកអញ្ចឹងយើងដើម្បី offset ទៅបានយើងសេលេক্টទៅវាមួយហើយចុច comment អក្សរ S នេះខ្ញុំចុចអក្សរ S រួចហើយយើងចុចលើវាហើយយើងទាញហើយយើងចង់ដាក់ប្រវែងឧទាហរណ៍ទៅខ្ញុំ offset 1 ម៉ែត្រយើងដាក់មក2នេះ offset វា1ម៉ែត្រណានេះអញ្ចឹងមិនតែវងយើងនឹងវាអត់ស្នេហ៍មិនតែវងយើងនឹងវាអត់ស្មើល្អអញ្ចឹងដើម្បីឲ្យវងយើងស្មើល្អយើងចុច C ដែរយើងកុំទឹកផាកអីទាំងអស់យើងដាក់លេខ1ផ្លែចា1លើអញ្ចឹងយើងដាក់តែ1001ត្រូវអញ្ចឹងខ្ញុំអត់ត្រូវទេសាក់ថ្មីចុច C ចុចសាក់ថ្មី C យើងកុំទិនចុចទៅអ្វីទាំងអស់កុំភ្លេចកុំអីទាំងអស់ដាក់លេខ100ហើយចុច enter មកយើងបានវងយើងទៅមកលេខគេអត់អញ្ចឹងយើងក៏មិន offset ដែរទៅចុចទៅយើងចុច F ហើយចុចដល់នេះយើងចង់ដាក់បាយឧទាហរណ៍បាយ100ទៅធំពេកហើយយើង offset បានបន្តមកទៀតខ្ញុំនឹងប្រាប់វិធីមួយទៀតចំណុចនេះយើងអូសលើម៉ៅយើង scroll ឃើញតែចេះហើយយើងចាប់ទាញយើងទាញ object បានទេយើងចុច click លើកន្លែង scroll ជឿយើងទាញបានតែវិលអញ្ចឹងទេហើយនឹង scroll ចុះឡើងបានតែ break ទេអញ្ចឹងដើម្បីទាញអានេះមកជាហៀងនេះទាញចេះគឺយើងត្រូវចុច click ហើយយើងត្រូវចុចលើ scroll យើងឲ្យជឿចុចលើ scroll យើងឲ្យជឿចេញសញ្ញាអញ្ចឹងមកយើងចុច shift មកយើងទាញយើងគឺយើងអាចទាញបានហើយគឺវាបាច់នឹងអញ្ចឹងតមកទៀតយើងនឹងរៀន comment follow me តើ follow me ហ្នឹងយើងប្រើមិនអញ្ចឹងយើងទៅរៀនពី comment follow me តើដំបូងខ្ញុំសូមគូសline មួយសិននេះគូស line មួយសិនតើមកខ្ញុំគូសរង្វង់ circle ខ្ញុំឈរវាអញ្ចឹងដើម្បីបញ្ឈរវាយើងចុចអក្សរគុយហ្នឹងគឺមានន័យថា rotate នេះខ្ញុំកុចគុយមកយើងចង់បញ្ឈរវាតែឲ្យយើងដាក់អញ្ចឹងហ្នឹងវាអាចចេញទឹកធ្វើខៀវហ្នឹងវាន័យថាវាផ្ដេកអញ្ចឹងវាចង់បានឈរយើងចុចលើអាកន្លែង keyboard យើងអាកន្លែងសញ្ញាព្រួយមានទៅលើទៅក្រោមឆ្វេងស្ដាំអញ្ចឹងយើងចុចអាសញ្ញាព្រួយអាកន្លែងទៅខាងឆ្វេងមកវាឈរនេះឃើញឈរទឹកឈរមកយើងចុចចាប់វាដើម្បីឈរវានេះយើងឈរវាបានហើយយ៉ាយើងឈរបានចុចបដាដើម្បីចុចបដាយើងចុចលើ space អញ្ចឹង
comment follow me follow me យើងធ្វើមិនអញ្ចឹងដើម្បីតើ comment follow me ទីមួយយើងចុចលើ like នេះចុចលើ like ចុចរក comment follow me នេះ follow me យើងនេះ offset នេះ follow me នេះយើងដាក់ដាក់ cursor យើងឲ្យលើវាជាប់មកហើយយូរទៅវាចាញ់ហើយទៅមកទៀតយើងចុចលើវាបាក់តែមកយើងចុចលើនេះចង់ឲ្យវា follow me តាមរូបឃើញអត់ហើយយើងបាន follow me ហើយនេះគឺជាការប្រើប្រាស់របស់ follow me អញ្ចឹងខ្ញុំចង់ធ្វើមួយទៀតខ្ញុំចង់ប៉ុណ្ណឹងហើយវីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងចង់បន្ថែមមួយទៀតខ្ញុំចង់ឲ្យឧទាហរណ៍ខ្ញុំគូ like មួយសិន like ឬ comment ខ្ញុំចង់បង្ហាញមួយទៀតហើយខ្ញុំគូ like មួយសិននេះឧទាហរណ៍ថាក្នុងករណី like យើងវាអត់ជាប់គ្នាអញ្ចឹងយើងត្រូវចុចលើវាជាប់ឧទាហរណ៍ថា like យើងទៀតមួយទៀតយើងគូទៅវាដាច់នេះវាអត់ជាប់គ្នាអញ្ចឹងហើយយើងចុចមួយយើងត្រូវចុចលើវា2 click 1 2 3សាក់ថ្មីចុចទៅវាចុចលើ click វា3 4ដងទៅវាជាប់ហើយវាជាប់ហើយតែអញ្ចឹងវាអត់ទាន់ជាប់ទាំងអស់ទេហើយយើងនឹងវាជាប់បានតែ like ទេអញ្ចឹងយើងដើម្បីវាជាប់គ្នាទាំងអស់យើងចុច click បើស្ដាំហើយចុច vel x នេះពេលប៉ុណ្ណឹង like យើងចុចទៅមួយជាប់ទាំងអស់ឃើញអត់ស្រួលអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្ណឹងឯងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ហើយវីដេអូបន្តទៀតខ្ញុំនឹងចែករំលែកអំពីcomment ផ្សេងៗទៀតបាទសូមអរគុណសូមជម្រាបលា